បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមករៀនបង្កើតប្រយោគពាក្យមេរៀនទី1នៅក្នុងសៀវភៅភាគ1គឺសៀវភៅ Minano Nihongo ទាំងអស់គ្នាបន្តទៀតណាតោះឥឡូវយើងកុំឲ្យខាត់ពេលយូរយើងចូលដល់ពាក្យរបស់យើងតែម្ដងតើតងទៅនឹងការបង្កើតពាក្យហើយកាលពីមេរៀនទី1ហ្នឹងគឺខ្ញុំបានបរៀនពាក្យហើយឥឡូវគឺយើងមករៀនបង្កើតប្រយោគទាំងអស់គ្នាណា តើអញ្ចឹងពាក្យនៅក្នុងមេរៀនទី1របស់យើងដូចជាពាក្យ Watashi អញ្ចឹង Watashi ហ្នឹងមានន័យថាខ្ញុំអញ្ចឹងគឺខ្ញុំបានបង្កើតជាប្រយោគរួចហើយគឺខ្ញុំដាក់ថា Watashi wa Chanta desu មានន័យថាខ្ញុំគឺឈ្មោះចន្ទថាអញ្ចឹងកន្លែងឈ្មោះហ្នឹងអ្នកទាំងអស់គ្នាអាចដាក់ធីតាឬក៏ឈ្មោះអ្នកទាំងអស់គ្នាបានណាឈ្មោះនរណាគេក៏ដោយអ្នកទាំងអស់គ្នាអាចដាក់បានចំពោះឈ្មោះខ្លួនឯងគឺយើងមិនចាំបាច់ប្រើសារនៅខាងក្រោយទេគឺយើងដាក់ធីតាដែរឬក៏ចន្ទថាដែរតែប៉ុណ្្នឹងគឺជាការស្រេចហើយតើអញ្ចឹងអ្នកទាំងអស់គ្នាមកមើលប្រយោគទី2គឺពាក្យអនត្តអនត្តហ្នឹងមានន័យថាអ្នកអញ្ចឹងយើងបានរៀនរួចហើយនៅក្នុងមេរៀន2ណាឥឡូវយើងមកមើលប្រយោគគឺអនត្តវ៉ា sensei desu ka មានន័យថាតើអ្នកជាគ្រូមែនទេអ្នកគឺជាគ្រូមែនទេអញ្ចឹងពាក្យ sensei ក៏អ្នកទាំងអស់គ្នាបានរៀនរួចហើយដែរអញ្ចឹងយើងអាចរៀនបង្កើតជាប្រយោគបានអ្នកទាំងអស់គ្នាអាចចំនួនកន្លែងអឺ sensei ហ្នឹងទៅជា gakuse ឬក៏ទៅជាពាក្យអីផ្សេងក៏បានដែរឲ្យទៅជានាមនៅកន្លែងហ្នឹងណាតែអញ្ចឹងចូលដល់ប្រយោគទី3គឺ Anohito អញ្ចឹង Anohito មានន័យថាម្នាក់នោះគាត់នោះអញ្ចឹងទៅអញ្ចឹងមើលប្រយោគទាំងអស់គ្នាគឺ Anohito wa Nihonjin ដែរមានន័យថាម្នាក់នោះគឺជាជនជាតិជប៉ុន Nihonjin ជនជាតិជប៉ុនអញ្ចឹងអ្នកទាំងអស់គ្នាអាចផ្លាស់ប្ដូរពីជនជាតិជប៉ុនដាក់កម្ពុជាឬក៏ហ្វីលីពីនអីជាដើមអ្នកទាំងអស់គ្នាអាចផ្លាស់ប្ដូរបានណាតើអញ្ចឹងអ្នកទាំងអស់គ្នាឥឡូវយើងចូលដល់ប្រយោគទី4ទាំងអស់គ្នាអនុគតៈអញ្ចឹងអនុគតៈគឺពាក្យអត្ថន័យដូចជាមួយនឹងអនុហិតោដែរណាអញ្ចឹងអនុគតៈว่าខៃសាអ៊ីនដែរមានន័យថាលោកនោះឬក៏ម្នាក់នោះដូចគ្នាណាជាបុគ្គលិករបស់ក្រុមហ៊ុនអញ្ចឹងខៃសាអ៊ីនហ្នឹងគឺអ្នកទាំងអស់គ្នាអាចផ្លាស់ប្ដូរបានដាក់ពាក្យអីផ្សេងក៏បានដែរអាស្រ័យទៅលើអ្នកទាំងអស់គ្នាចង់ជំនួសណាចង់អ្នកស្រាវជ្រាវកេងខ្ជិសៀក៏បានដែរតែអញ្ចឹងយើងចូលដល់ចំណុចទី5អញ្ចឹងប្រយោគទី5នេះគឺយើងអានថា Korewa Tanaka san ដែរអញ្ចឹងមានន័យថានេះគឺជាលោក Tanaka អញ្ចឹងកន្លែងហ្នឹងអ្នកទាំងអស់គ្នាអាចជំនួសឈ្មោះនរណាគេម្នាក់ចូលបន្ថែមក៏បានដែរអាស្រ័យទៅលើអ្នកទាំងអស់គ្នាចង់ហៅឬក៏ចង់ដាក់ណាតើអញ្ចឹងយើងចូលដល់ប្រយោគទី6ទាំងអស់គ្នា Sato ចានវ៉ា Gakuse ដែរអញ្ចឹងមានន័យថាលោក Sato ហ្នឹងជាសិស្សអញ្ចឹងយើងអាចផ្លាស់ប្ដូរពីសិស្សទៅជាគ្រូពេទ្យទៅជាអ៊ីស្យាក៏បានទៅជាអ្វីផ្សេងក៏បានដែរអាស្រ័យទៅលើអ្នកទាំងអស់គ្នាចង់ផ្លាស់ប្ដូរណាតែអញ្ចឹងចូលដល់ប្រយោគទី7ប្រយោគទី7យើងអានថា Yamada kun wa engineer ですអញ្ចឹងមានន័យថាលោក Yamada ហ្នឹងគឺជាវិស្វករអញ្ចឹងកន្លែងវិស្វករក៏ដោយកន្លែង Yamada ក៏ដោយអ្នកទាំងអស់គ្នាអាចផ្លាស់ប្ដូរឈ្មោះឬក៏ផ្លាស់ប្ដូរជំនាញមុខរបររបស់គាត់អាចផ្លាស់ប្ដូរបានដូចគ្នាកន្លែងហ្នឹងតែអញ្ចឹងចូលដល់ចំណុចទី8គឺអឺ Kankokujin ដែរ Kankokujin ហ្នឹងមានន័យថាខ្ញុំជាជនជាតិកូរ៉េអញ្ចឹងនៅក្នុងភាសាជប៉ុនអ្នកទាំងអស់គ្នាយើងមិនចាំបាច់ដាក់ពាក្យ watashi wa Kankokujin desu ក៏បានដែរយើងគ្រាន់តែដាក់ប្រាប់គេថាKankokujin ប៉ុណ្ណឹងក៏បានដូចជាយើងជនជាតិខ្មែរយើងគ្រាន់តែដាក់ថាកម្ពុជាជីននឹងអីចឹងទៅយើងមិនចាំដាក់ watashi wa Kampuchea Jin ទេយើងអាចដាក់បែបហ្នឹងក៏បានដែរកាត់ងាយយល់ណាតោះឥឡូវយើងចូលដល់ប្រយោគទី9ទាំងអស់គ្នាអញ្ចឹងប្រយោគហ្នឹងយើងអានថា Tanaka Sensei wa Nihonjin ដែរមានន័យថាលោក Tanaka ហ្នឹងជាជនជាតិជប៉ុន
អញ្ចឹងកន្លែងឋានៈsensei ឬក៏ Nihonjin គឺយើងអាចផ្លាស់ប្ដូរបានដូចគ្នាអ្នកទាំងអស់គ្នាកន្លែងហ្នឹងណាតែអញ្ចឹងយើងចូលដល់ប្រយោគទី10 Watashi wa kyoushi មានន័យថាខ្ញុំជាគ្រូបង្រៀនតោះឬក៏យើងជាគ្រូពេទ្យជាអ្វីក៏បានដែរអ្នកទាំងអស់គ្នាអាចផ្លាស់ប្ដូរកន្លែងហ្នឹងបានអញ្ចឹងឲ្យតែអ្នកទាំងអស់គ្នាមើលមួយគឺវាមិនជាការពិបាកទេកន្លែងហ្នឹងណាអញ្ចឹងយើងចូលដល់ចំណុចទី11ប្រយោគទី11ណា Watashi wa gakusei ខ្ញុំគឺជានិស្សិតឬក៏ជាសិស្សអីចឹងទៅអញ្ចឹងចូលដល់ប្រយោគទី12ប្រយោគទី12 Kato san wa kaisha in មានន័យថាលោក Kato ហ្នឹងគឺជាបុគ្គលិកក្រុមហ៊ុនឬក៏និយោជិកក្រុមហ៊ុនក៏បានដែរតែអញ្ចឹងលេខទី13ប្រយោគទី13របស់យើងគឺToyota no Shain មានន័យថាខ្ញុំជាបុគ្គលិកក្រុមហ៊ុនToyota ហ្នឹងគឺយើងអាចផ្លាស់ប្ដូរឈ្មោះ Toyota ទៅជា Honda ក៏បានដែរកន្លែងហ្នឹងណាអាស្រ័យលើអ្នកទាំងអស់គ្នាចង់ផ្លាស់ប្ដូរតែអញ្ចឹងទី14គឺយើងអានថា Sonohito wa Isha មានន័យថាមនុស្សឬក៏ម្នាក់នោះឬក៏មនុស្សនោះជាវិជ្ជបណ្ឌិតឬក៏ជាគ្រូពេទ្យអញ្ចឹង Isha ហ្នឹងគ្រូពេទ្យក៏បានវិជ្ជបណ្ឌិតក៏បានដែរតែអញ្ចឹងចូលដល់ប្រយោគទី15 Tanaka san wa Genkyusha មានន័យថាលោក Tanaka ហ្នឹងជាអ្នកស្រាវជ្រាវអញ្ចឹងយើងអាចផ្លាស់ប្ដូរបានដូចគ្នាទាំងឈ្មោះហើយទាំងមុខរបរតោះអញ្ចឹងចូលដល់ទី16 Chanta san wa engineer មានន័យថាលោកចន្ទថាហ្នឹងជាវិស្វករអញ្ចឹងកន្លែងហ្នឹងអ្នកទាំងអស់គ្នាអាចផ្លាស់ប្ដូរឈ្មោះបានដោយសេរីឬក៏មុខរបរបានដូចគ្នាណាវាអាចថាស្តៀងគ្នានៅក្នុងពាក្យមេរៀនទី1របស់យើងណាតោះឥឡូវយើងចូលដល់ប្រយោគទី17ទាំងអស់គ្នា Watashi wa daigaku no gakusei មានន័យថាខ្ញុំជានិស្សិតសាកលវិទ្យាល័យអញ្ចឹង Daigaku ហើយយើងអាចផ្លាស់ប្ដូរពីសាកលវិទ្យាល័យទៅសាលាឈ្មោះសាលាឬក៏អីផ្សេងក៏បានដែរកន្លែងហ្នឹងណាតែអញ្ចឹងយើងចូលដល់ប្រយោគទី18 Byoin de hataraite imasu Byoin de hataraite imasu មានន័យថាខ្ញុំធ្វើការនៅមន្ទីរពេទ្យឬក៏យើងធ្វើការនៅក្នុងហាងក៏បានដែរ Mise de hataraite imasu ក៏បានដែរយើងអាចផ្លាស់ប្ដូរបានណាតែអញ្ចឹងប្រយោគទី19 Denki no kaisha de hataraite imasu មានន័យថាខ្ញុំធ្វើការនៅក្រុមហ៊ុនអគ្គិសនីអញ្ចឹងកន្លែងហ្នឹងយើងអាចផ្លាស់ប្ដូរបានដូចគ្នាក្រុមហ៊ុនអីផ្សេងក៏បានដែរក្រៅពីក្រុមហ៊ុនអគ្គិសនីណាតែអញ្ចឹងយើងចូលដល់ប្រយោគទី20ទាំងអស់គ្នា Anohito wa dare desu ka អញ្ចឹងយើងអាចសួរថាតើម្នាក់នោះជានរណាគេឬក៏ជាអ្នកណាគេតែអញ្ចឹងចូលដល់ប្រយោគទី21គឺយើងសួរស្ទៀងខាងលើដែរតែគ្រាន់តែពាក្យគូសមDonata desu ka មានន័យថាអ្នកជានរណាគេជាណាគេអីចឹងទៅតែវាគួរសមជាងdare តែអញ្ចឹងពាក្យប្រយោគបន្ទាប់ទៀតគឺ Anata wa nansai desu ka អញ្ចឹងនៅពេលដែលយើងសួរទៅកាន់ដៃគូយើងចង់និយាយពីអនត្តក៏បានតែជាទូទៅគឺគេមិនសូវប្រើទេគេអាចថាហៅឈ្មោះច្រើនជាងឈ្មោះ A ឬក៏ B អញ្ចឹងទៅហើយគេសួរថា nansai desu ka អញ្ចឹងណាតើអ្នកមានអាយុប៉ុន្មានឆ្នាំតែនៅពេលដែលយើងចង់ប្រើគូសមអ្នកទាំងអស់គ្នាមកមើលប្រយោគទី23 Oikusu desu ka មានន័យថាតើអ្នកមានអាយុប៉ុន្មានឆ្នាំហើយអញ្ចឹងពាក្យហ្នឹងគឺជាពាក្យគូសមរបស់ពាក្យ nansai តើអញ្ចឹងយើងចូលប្រយោគទី24 Haiso de Haiso de ហ្នឹងមានន័យថាបាទឬក៏ចាស់មែនហើយឬក៏នឹងហើយអញ្ចឹងទៅពាក្យថា so de ណាតើអញ្ចឹងអ្នកទាំងអស់គ្នាយើងចូលពាក្យឬក៏ប្រយោគ25ទី25ទាំងអស់គ្នា
ចឹងយើងអានថា "Ie Chigaima" "Ie Chigaima" ហ្នឹងមានន័យថាទេមិនមែនទេឬក៏ទេខុសហើយអញ្ចឹងទៅតែអញ្ចឹងពាក្យទី26ប្រយោគ26ណា "Sisure desu ga onamae wa" ឬក៏ "Sisure desu ga onamae wa nan desu ka" យើងអាចសួរបែបហ្នឹងក៏បានដែរមានន័យថាសូមអភ័យទោសតើអ្នកឈ្មោះអ្វីតែអញ្ចឹងពាក្យប្រយោគបន្ទាប់ទៀតគឺយើងអានថា "Hajime masite Chanta desu" មានន័យថាជំរាបសួរខ្ញុំឈ្មោះចន្ទាឬក៏ជំរាបសួរខ្ញុំឈ្មោះលីកាអញ្ចឹងទៅឬក៏ខ្ញុំឈ្មោះស៊ូលីអញ្ចឹងទៅតោះឥឡូវយើងចូលពាក្យប្រយោគទី28ទាំងអស់គ្នា "Douzo yoroshiku onegaishimasu" មានន័យថាសូមមេត្តាជួយផងឬក៏សូមជួយសហការផងឬក៏យើងអាចបកមួយទៀតថារីករាយណាស់ដែលបានស្គាល់អ្នកអីចឹងទៅយើងអាចបកបែបហ្នឹងបានណាតែអញ្ចឹងពាក្យប្រយោគរបស់យើងបន្ទាប់ទៀតគឺយើងអានថា Kochirawa Sato-san នេះមានន័យថានេះគឺជាលោកសាតូហ្នឹងគឺយើងណែនាំឈ្មោះឬក៏ដៃគូរបស់យើងទៅឲ្យដៃគូម្នាក់ទៀតគាត់ស្គាល់ណាតែអញ្ចឹងពាក្យឬក៏ប្រយោគទី30 Cambodia Kara Kimasta មានន័យថាខ្ញុំមកពីប្រទេសកម្ពុជាចឹងបើសិនជាអ្នកទាំងអស់គ្នាមកពីប្រទេសជប៉ុនយើងអាចដាក់ថា Nihon Kara Kimasta ចឹងទៅខ្ញុំមកពីប្រទេសជប៉ុនចឹងក៏បានដែរអញ្ចឹងពាក្យនៅក្នុងមេរៀនទី1នៅក្នុងសភៅភាគ1របស់យើងនៅក្នុងថ្ងៃហ្នឹងគឺមានត្រឹមតែប៉ុណ្្នឹងទេអញ្ចឹងអ្នកទាំងអស់គ្នាអាចតាមដាននៅពាក្យមេរៀនទី2បន្តទៀតណានៅថ្ងៃបន្តទៀតអញ្ចឹងណា